សណ្ដែកដីបំពងឬក៏បំពងសណ្ដែកដីជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមានគ្រឿងក្លែមមួយមុខបងប្អូនចាញ៉ាំតេះលេងចាមិនថាយកទៅក្លែមមិនថាយកទៅញ៉ាំពេលដែលមើលទូរទស្សន៍ឲ្យបងប្អូនចាតេះលេងមួយចានអស់ដោយមិនដឹងខ្លួនចាវិធីធ្វើគឺងាយមែនតើបងប្អូនអត់ប្របាអីពីមុនខ្ញុំតែងតែគិតថាតើការដែលយើងធ្វើសណ្ដែកដីបំពងហ្នឹងគេធ្វើបែបម៉េចតែឥឡូវតោះមកបងប្អូនមករៀនធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាហើយពេលដែលធ្វើហើយណាបងប្អូនចារក្សាទុកបានយូរទៀតធ្វើឲ្យច្រកដាក់កៅដាក់គីឡូបានណាបងប្អូនហើយសម្រាប់ខ្ញុំថ្ងៃនេះបងប្អូនគឺខ្ញុំមានសណ្ដែកដីនេះចំនួនកន្លះគីឡូខ្ញុំមានជាមួយនឹងខ្ទឹមសម្ទេសម៉ាឡេម្ទេសដៃនាងហើយជាមួយនឹងស្លឹកក្រូចបងប្អូនចាហើយសម្រាប់ខ្ទឹមសនេះចង់បកឲ្យងាយស្រួលមែនតើបងប្អូនចាគឺយើងដាក់ត្រាំទឹកបន្តិចមកបន្ទាប់មកគឺយើងយកមកបកមកបងប្អូនហើយចាគឺស្រួលបកមែនតើសម្រាប់ខ្ទឹមសហើយសម្រាប់ស្លឹកក្រូចគឺខ្ញុំហែកបែបនេះណាបងប្អូនចាគឺយកទៅនំកដាលចេញពីព្រោះពេលដែលយើងបំពងមកវានិយាយទៅយើងហែកវាជាពីរតែម្ដងណាបងប្អូនចាវារៀងទូចបន្តិចចាហើយសម្រាប់គ្រឿងផ្សំដូចខ្ញុំនិយាយចឹងគឺអត់មានអីច្រើនទេបងប្អូនគឺតិចតួចមែនតើបើសិនជាបងប្អូនចូលចិត្តបែបហិលគឺបងប្អូនដាក់ម្ទេសដៃនាងឲ្យច្រើនទៅតែសម្រាប់ខ្ញុំដោយសារតែកូនអីគាត់ញ៉ាំដែរអញ្ចឹងគឺខ្ញុំប្រើជាមួយនឹងម្ទេសម៉ាឡេច្រើនជាងម្ទេសដៃនាងបងប្អូនចាបន្ទាប់ពីមានគ្រឿងផ្សំឲ្យរួចរាល់ណាបងប្អូនចាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកម្ទេសម៉ាឡេរបស់ខ្ញុំមកចាត់ជាចំណិតប្រឆិតបែបនេះមកបងប្អូនចាបន្ទាប់ពីចិត្តម្ទេសម៉ាឡេហើយរួចរាល់ណាបងប្អូនចាទើបខ្ញុំចាប់ផ្ដើមចិត្តម្ទេសដៃនាងម្ទេសអីអញ្ចឹងទៅហើយសម្រាប់ខ្ទឹមវិញគឺខ្ញុំចិត្តជាកង់ស្ដើងណាបងប្អូនចាបើសិនជាបងប្អូនចិត្តយកក្បិតមុខពីរចិត្តបែបនេះមកគឺបានស្ដើងល្អណាបងប្អូនចាហើយវាស្មើគ្នាទៀតគឺយើងស្រួលបំពងទៅមួយផ្លេតគឺស្រួយឆ្ងាញ់តែម្ដងហើយឥឡូវសម្រាប់សណ្ដែកដីបំពងរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនសម្រាប់គ្រឿងគឺរួចរាល់ហើយគឺមានតែប៉ុណ្្នឹងទេបន្ទាប់ពីធ្វើគ្រឿងផ្សំឲ្យរួចរាល់អស់ដាក់ប្រេងឆាឲ្យក្តៅហើយយកខ្ទឹមសមកបំពងបងប្អូនចាបញ្ចូលសម្លេងនេះបងប្អូនហើយចាគឺឃើញហើយគឺចង់ញ៉ាំម្ដងទៀតតែម្ដងហើយត្រូវនឹងខែនេះបងប្អូនផ្ដាសាយបងប្អូនអើយចាមករយៈនេះអត់បានបញ្ចូលសម្លេងទេដោយសារតែសម្លេងហ្នឹងវាបញ្ចូលអត់កើតគឺនិយាយអត់ចេញតែម្ដងណាបងប្អូនចាខាងខ្ញុំគឺឈឺពេញផ្ទះហើយតែខ្ញុំចង់ដឹងថាតើខាងបងប្អូនសុខទុក្ខយ៉ាងណាដែរបន្ទាប់ពីខ្ទឹមខ្ញុំបំពងឲ្យឡើងឈ្ងុយហើយណាបងប្អូនចាគឺខ្ញុំចាប់ផ្ដើមដាក់ស្លឹកក្រូចពេលដែលដាក់ស្លឹកក្រូចបានមកស្ទុះហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្ទេសចូលបន្ទាប់មកគឺចាប់ផ្ដើមស្រង់បងប្អូនបើសិនជាបងប្អូនទុកឲ្យក្រហមនៅលើខ្ទះគឺវាចាប់ផ្ដើមល្វីងហើយអញ្ចឹងបងប្អូនដាក់មើលតែបៀបព្រឿងតិចគឺយើងឆាប់តាមដួសមកបងប្អូនមិនអញ្ចឹងទេគឺខ្ទឹមយើងល្វីងញ៉ាំអត់កើតទេពេលដែលបំពងខ្ទឹមស្លឹកក្រូចម្ទេសហើយរួចរាល់គឺប្រេងនៅសល់ហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់បំពងសណ្ដែកដីបែបនេះតែម្ដងបងប្អូនចាហើយសម្រាប់សណ្ដែកដីនេះពេលដែលយើងបំពងគឺយើងលីងត្រឡប់ខ្លះអញ្ចឹងណាបងប្អូនហើយយើងអាចទុកចោលមួយផ្លេតបានហើយសម្រាប់ការលីងរបស់ខ្ញុំនេះគឺខ្ញុំលីងរយៈពេលកន្លះម៉ោងបងប្អូនទើបឆ្អិនហើយសម្រាប់ការលីងហ្នឹងក៏ដូចគ្នាដែរបងប្អូនចាគឺយើងបើកភ្លើងបរិមាណតិចមែនតែម្ដងបងប្អូនចាគឺដាក់ឲ្យវាពុះបែបនេះហើយយើងកូរបន្តិចម្ដងអញ្ចឹងណាបងប្អូនចាហើយគឺខ្ញុំដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំចំណាយពេលបំពងរយៈពេលកន្លះម៉ោងគឺខ្ញុំប្រើភ្លើងតិចមែនតែនៅពេលសណ្ដែកដីខ្ញុំឆ្អិនហើយគឺខ្ញុំយកមកស្រង់ដាក់សម្រាប់ខ្លាញ់មួយផ្លែតហើយទើបខ្ញុំចាប់ផ្ដើមចាក់ដាក់ខ្ទះបែបនេះមកបងប្អូនចាហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមបំពងស្លឹកក្រូចហើយនឹងម្ទេសហើយគឺខ្ញុំដាក់អំបិលបន្តិចបន្ទាប់មកគឺខ្ញុំដាក់ស្ករសម្រាប់ស្ករដាក់តាមការចូលចិត្តបងប្អូនចាសម្រាប់ខ្ញុំដាក់ស្ករមកល្មមទេហើយយើងកូរត្រឡប់បែបនេះមកបងប្អូនគឺជាប់នៅលើសណ្ដែកដីយើងបែបនេះតែម្ដងហើយសម្រាប់សណ្ដែកដីបំពងរបស់ខ្ញុំក៏រួចរាល់ហើយបងប្អូនចាបញ្ចូលសម្លេងថ្ងៃនេះរៀងដូចសម្លេងរៀងកងូតិចបងប្អូនដូចខ្ញុំនិយាយចឹងគឺមួយថ្ងៃនេះអត់បានបញ្ចូលសម្លេងទេដោយសារតែខ្ញុំផ្ដាសាយអញ្ចឹងគឺសម្លេងស្ដាប់អត់កើតទេបងប្អូនចាហើយសម្រាប់សណ្ដែកដីបំពងរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនចាហើយជាមួយនឹងស្លឹកក្រូចក៏ស្រួយចាជាមួយនឹងខ្ទឹមសបំពងនេះក៏ស្រួយចាហើយយើងដាក់ជាមួយនឹងម្ទេសសម្រាប់បងប្អូនចូលចិត្តអាចដាក់ម្ទេសច្រើនអញ្ចឹងសណ្ដែកដីយើងគឺស្រួយឡើងតែម្ដងពេលដែលឆ្អិនគឺខ្ញុំដួសដាក់កំប៉ុងបែបនេះណាបងប្អូនចាគឺយើងពេលដែលយើងចង់ញ៉ាំយើងចាក់ដាក់ចានញ៉ាំមកបងប្អូនហើយយើងអាចរក្សាទុកបានយូរដែរបងប្អូនចាហើយក៏អរគុណច្រើនសម្រាប់បងប្អូនទស្សនាចាជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយ